ជំរាបសួរបងនាងខ្ញុំជាអសតការីប្រចាំការនៅក្នុងអសតស្ថានីយ៍តើបងជួយមកថ្ងៃនេះមានបញ្ហាសុខភាពអ្វីដែរជំរាបសួរអ្នកគ្រូខ្ញុំចង់ជាអសតតើបងចង់ទិញអសតសម្រាប់អ្នកណាដែរសម្រាប់ខ្លួនឯងផ្ទាល់តើបងមានរោគសញ្ញាឬអាការៈអ្វីខ្លះបងហើយអាការៈហ្នឹងកើតឡើងនៅពេលណាកើតមានដូចម្ដេចហើយមានស្ថានភាពដូចម្ដេចនេះអ្នកគ្រូលទ្ធផលពិនិត្យឈាមរបស់ខ្ញុំចាបងតើបងមានរោគសញ្ញាអ្វីផ្សេងទៀតទេបងអត់មានទេអ្នកគ្រូចាអញ្ចឹងសូមសួរបងប្រហែលចំណុចណាតើក្រុមគ្រួសារបងមានប្រវត្តិកើតជំងឺទឹកនោមផ្អែមទេបាទអ្នកគ្រូឪពុកខ្ញុំមានជំងឺទឹកនោមផ្អែមជាប់12ឆ្នាំហើយចាតើសប្តាហ៍ថ្ងៃបងធ្វើការអីដែរខ្ញុំមានមុខរបរជាលេខាធិការក្នុងអង្គការមួយចាតើបងរងថ្ងៃដែលបានហាត់ប្រាណឬទេបងអ្នកគ្រូខ្ញុំអត់ដែលបានហាត់ប្រាណទេក្នុង3ឆ្នាំមុននេះព្រោះជាប់រវល់ការងារពេកចាបងតើបងទម្លាប់ឬក៏ចូលចិត្តបរិភោគអ្វីខ្លះបងបានអ្នកគ្រូខ្ញុំចូលចិត្តបរិភោគសាច់ហើយនិងខ្លាញ់តើបងបានប្រើថ្នាំប្រភេទណាមួយដែរឬទេមុននឹងមកអសតស្ថានអត់មានទេអ្នកគ្រូតើបងមានធ្លាប់មានប្រតិកម្មជាមួយឱសថណាមួយដែរឬទេបងអត់មានទេអ្នកគ្រូដោយអ្នកជំងឺមិនមានប្រើឱសថណាមួយក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះដូច្នេះការកើនឡើងនៅបរិមាណស្ករក្នុងឈាមនិងបរិមាណ hemoglobin glycosylate ក្នុងឈាមមិនមែនបណ្ដាលមកពីការប្រើប្រាស់ឱសថណាមួយទេក្នុងករណីការត្រួតពិនិត្យបរិមាណសារធាតុទាំងពីរខាងលើត្រឹមត្រូវយោងតាមប្រវត្តិរស់នៅរបស់អ្នកជំងឺរោគសញ្ញាគ្លីនិកនិងលទ្ធផលត្រួតពិនិត្យឈាមលោកសុផុនមានឱកាសខ្ពស់ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមសន្និដ្ឋានពីមូលហេតុជំងឺមូលហេតុដែលបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមរបស់អ្នកជំងឺគឺអ្នកជំងឺបរិភោគអាហារដែលផ្ដល់ថាមពលខ្ពស់គឺសម្បូរដោយសាច់និងខ្លាញ់អ្នកជំងឺមិនបានហាត់ប្រាណសោះក្នុងរយៈពេល3ឆ្នាំចុងក្រោយឪពុកលោកសុផុនមានជំងឺទឹកនោមផ្អែមអស់រយៈពេល12ឆ្នាំរួចមកហើយផែនការព្យាបាលជំងឺឈ្មោះនិងទម្រង់ឱសថដែលត្រូវប្រើប្រាស់និងជំងឺដែលឱសថអាចព្យាបាលការព្យាបាលត្រូវប្រើឱសថដែលទាមទារឲ្យមានវេជ្ជបញ្ជាគោលបំណងនៃការប្រើប្រាស់ឱសថបញ្ចុះជាតិស្ករក្នុងឈាមឲ្យមកក្នុងកម្រិតធម្មតារបៀបប្រើនិងកម្រិតប្រើនៅរយៈពេលប្រើប្រាស់របស់ឱសថគឺទៅតាមវេជ្ជបញ្ជាផលរំខានរបស់ឱសថក្នុងកំឡុងពេលប្រើប្រាស់និងចំណុចដែលត្រូវប្រុងប្រយ័ត្នតាមប្រភេទឱសថនីមួយៗសញ្ញាគ្រោះថ្នាក់ដែលត្រូវជួបគ្រូពេទ្យជាបន្ទាន់ហេវហត់ខ្លាំងវិលមុខខ្លាំងញ័រទ្រូងខ្លាំងដំបូន្មានផ្សេងៗក្នុងរយៈពេលព្យាបាលត្រូវហាត់ប្រាណបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យដំបូន្មានដើម្បីបង្ការកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរថែមទៀតជួបបញ្ជាក់បណ្ឌិតឯកទេសជាបន្ទាន់ដើម្បីទទួលបានការពិនិត្យនិងការព្យាបាលសមស្របចាតើបងព្រមទទួលយកការណែនាំខាងលើដែរឬទេបងទទួលយកបានអ្នកគ្រូចាបងអញ្ចឹងអរគុណច្រើនបងសូមបងអូនបញ្យល់ពីផលវិបាកពីការមិនទទួលការព្យាបាលមិនទាន់ពេលវេលាចាអ្នកគ្រូការមិនព្យាបាលឲ្យទាន់ពេលវេលានឹងបណ្ដាលឲ្យអ្នកជំងឺកើតបញ្ហាផ្សេងៗដូចជាការងងឹតភ្នែកការប្រឈមនឹងការបង្ករោគលើស្បែកនិងជំងឺសរសៃឈាមតូចនិងធំអរគុណច្រើនអ្នកគ្រូ